ជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូថ្មីតាមសន្យាដែលបានសន្យាថានឹងធ្វើការប្រៀបធៀបទៅលើ gender ចំនួន3គឺ masculine, feminine ហើយនិង common gender អញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងបានរៀនពាក្យចំនួន30ពាក្យដែលជាការប្រៀបធៀបទៅលើភេទទាំង3ដូចយើងឃើញនៅទីនេះគឺយើងមាន masculine feminine ហើយនិង common gender នឹងឯងប៉ុន្តែមុននឹងឈានទៅដល់ការប្រៀបធៀបគឺខ្ញុំគ្រាន់តែចង់រំលឹកconcept ខ្លះៗទាក់ទងទៅនឹង gender នីមួយៗព្រោះខ្លាចយើងភ្លេចអញ្ចឹងបើយើងនិយាយអំពី masculine គឺមានន័យថានាមមួយប្រភេទដែលនិយាយតែទាក់ទងទៅនឹងភេទប្រុសបើសិនជាសត្វគឺជាភេទឈ្មោលអីចឹងទៅអញ្ចឹងបែបនេះគឺយើងហៅថាជា masculine gender ចំពោះ feminine វិញគឺជានាមមួយប្រភេទដែរដែលបង្ហាញអំពីភេទញីបើសិនជាយើងនិយាយចំពោះសត្វក៏ប៉ុន្តែបើសិនជាយើងនិយាយចំពោះមនុស្សគឺភេទស្រីអញ្ចឹងទៅហើយមួយទៀតគឺយើងឃើញនៅខាងស្ដាំដៃរបស់យើងគឺយើងមាន common gender នេះគឺជានាមមួយប្រភេទដែរក៏ប៉ុន្តែយើងនិយាយសំដៅទៅលើមនុស្សឬក៏សត្វក៏ប៉ុន្តែយើងមិនបានកំណត់ភេទថាតើភេទណាមួយនោះទេវាអាចជាភេទប្រុសឬក៏វាអាចជាភេទស្រីអញ្ចឹងទៅក៏ប៉ុន្តែវាមានមួយនៅក្នុងចំណោមហ្នឹងអញ្ចឹងកុំឲ្យខាតពេលយើងអាចមើលមកកាន់ពាក្យទី1របស់យើងនៅក្នុងការប្រៀបធៀបរបស់យើងនេះគឺ man គឺយើងប្រែថាបុរសអញ្ចឹងបុរសគឺជា masculine gender ជាភេទប្រុសមែនអត់ហើយយើងក៏លេចមកខាងស្នាមដៃនៅខាង feminine gender គឺយើងឃើញ woman គឺយើងប្រែថាស្ត្រីអញ្ចឹងស្ត្រីជា feminine gender ហើយទាំងអស់ហ្នឹងគឺសុទ្ធតែជា noun ទាំងអស់ហ្នឹងឯងមួយទៀតបើយើងនិយាយអំពី common gender វិញភេទទូទៅអញ្ចឹងយើងឃើញមានពាក្យថា person អញ្ចឹងបើសិនជាយើងនិយាយពាក្យថា person យើងមិនដឹងថាជាប្រុសឬក៏ជាស្រីនោះទេអញ្ចឹងវាអាចជាប្រុសក៏វាអាចជាស្រីដែរវាទូទៅអញ្ចឹងមើលមកកាន់ពាក្យទី2របស់យើងគឺ boy ក្មេងប្រុសអញ្ចឹងក្មេងប្រុស masculine ដល់ពេល feminine គឺ girl ហើយសម្រាប់common gender របស់យើងគឺ child អញ្ចឹងក្មេងប្រុសក្មេងស្រីក្មេងអញ្ចឹងពាក្យថា child នេះគឺយើងប្រែថាក្មេងហើយយើងក៏មិនដឹងថាជាក្មេងប្រុសឬក៏ក្មេងស្រីនោះដែរហើយសម្រាប់ពាក្យទី3របស់យើងគឺ father ឪពុកmother ម្ដាយហើយដល់ពេល parent គឺអាចជាឪពុកឬក៏អាចជាម្ដាយអញ្ចឹងទៅយើងមិនប្រកាសឬក៏យើងមិនដឹងច្បាស់ថាតើមួយណាទេក៏ប៉ុន្តែមានភេទមួយនៅក្នុងចំណោមភេទទាំងពីរហ្នឹងវាអាចជាភេទប្រុសអាចជាឪពុកឬក៏អាចជាភេទស្រីឬក៏ជាម្ដាយអញ្ចឹងទៅតទៅទៀតពាក្យទី4របស់យើងគឺ son កូនប្រុសហើយដល់ពេល daughter ដែលជា feminine គឺកូនស្រីចំណែកឯពាក្យដែលជា common gender គឺដូចជាពាក្យថា sibling នេះគឺបងប្អូនបង្កើតអញ្ចឹងយើងមិនដឹងថាជាភេទប្រុសឬក៏ភេទស្រីនោះទេមួយទៀតដូចជាពាក្យថា uncle នេះគឺពូដល់ពេល aunt មីងហើយដល់ពេល relative គឺសាច់ញាតិហើយយើងមិនដឹងថាប្រុសឬស្រីទៀតចំណែកឯពាក្យទី6គឺ king ហើយនិង queen អញ្ចឹង king ជា masculine ហើយ queen គឺជា feminine gender ដល់ពេលទៅជា common gender គឺទៅជា monarch ឬក៏ ruler ចំណែកឯពាក្យទី7គឺ actor ចឹង actor គឺតួសម្ដែងប្រុសដល់ពេល actress ជា feminine gender គឺតួសម្ដែងស្រីត្រឡប់ទៅជា common gender វិញគឺ performer អ្នកសម្ដែងឬក៏ artist អញ្ចឹងពាក្យទី8របស់យើងគឺ husband ចឹង husband ជា masculine gender ប្រែថាប្តីហើយ wife គឺយើងប្រែថាប្រពន្ធអញ្ចឹងជា feminine gender ជាភេទស្រីចំណែកឯ common gender វិញគឺ spouse នេះគឺមានន័យថាអាចជាប្តីឬក៏ជាប្រពន្ធអញ្ចឹងយើងមិនដឹងថាមួយណាទេអញ្ចឹងសម្រាប់ពាក្យទី9គឺ waiter អញ្ចឹង waiter គឺជាអ្នកបម្រើប្រុសហើយ waitress អ្នកបម្រើជាភេទស្រីហើយ server គឺយើងមិនដឹងថាភេទប្រុសឬក៏ភេទស្រីនោះទេក៏ប៉ុន្តែយើងគ្រាន់តែដឹងថាជាអ្នកបម្រើចំណែកឯពាក្យទី10គឺ nephew នេះគឺក្មួយប្រុសដល់ពេល niece គឺជាក្មួយស្រីដែលជា feminine gender ហើយទាំងពីរហ្នឹងគឺយើងមិនដឹងថាមួយណាទេគឺពាក្យថា cousin នេះគឺប្រែថាជាបងប្អូនជីដូនមួយហើយយើងមិនដឹងថាមួយណានោះទេក្នុងចំណោមពីរនាក់ហ្នឹងអាចជា nephew ក៏អាចជា niece ចំណែកឯពាក្យទី11គឺ sir ហ្នឹងគឺជា title ដែលយើងហៅថាលោកមិនលោកឬក៏ជាប្រសង់អីទេប៉ុន្តែជា title ជាងារដែលយើងហៅថាដូចជាលោកនេះលោកនោះលោក A លោក B លោក C អីចឹងទៅអញ្ចឹងគឺជា masculine gender បង្ហាញអំពីភេទជាបុរសចំណែកឯ madam នេះគឺជាមនុស្សស្រីហើយយើងអាចជា guest ឬក៏ customer
ចំណែកឯពាក្យទី12វិញគឺbull bull នេះគឺសត្វគោហើយគោហ្នឹងគឺគោឈ្មោលហ្នឹងឯងហើយ cow គឺគោញីដល់ពេលទៅជាពាក្យទូទៅគឺ animal សត្វហើយយើងក៏មិនបានកំណត់ភេទវាដឹងដែរដល់ពេលដែលយើងនិយាយថា animal មួយម៉ាត់បែបនេះមួយទៀតដូចជាពាក្យថា dog dog ឆ្កែក៏ឆ្កែនេះគឺឆ្កែឈ្មោលហើយដល់ពេល bitch ជា feminine gender គឺឆ្កែញីអញ្ចឹងទៅហើយដល់ពេលពាក្យដែលជា common gender របស់យើងគឺ pet pet ហ្នឹងគឺសត្វចិញ្ចឹមហើយសត្វចិញ្ចឹមជាសត្វឆ្កែក៏យើងមិនដឹងថាជាឆ្កែញីឬក៏ឆ្កែឈ្មោលនោះដែរអញ្ចឹងគឺវាអាចមានមួយនៅក្នុងចំណោមភេទទាំងពីរហ្នឹងវាអាចជាឆ្កែញីក៏វាអាចជាឆ្កែឈ្មោលក៏ដែរមួយទៀតដូចជាពាក្យទី14របស់យើងគឺ lion lion ហ្នឹងតោដល់ពេល lioness តោញីហើយដល់ពេល animal គឺសត្វហើយសត្វនេះគឺសត្វយើងនិយាយអំពីសត្វតោនឹងឯងក៏ប៉ុន្តែយើងមិនដឹងថាជាសត្វតោញីឬក៏ជាសត្វតោឈ្មោលពាក្យទី15របស់យើងគឺ wizard ដែលជា masculine gender ហើយដល់ពេលទៅជា feminine gender គឺ witch អញ្ចឹង wizard ហ្នឹងគឺជាអ្នកដែលចេះសិលអ្នកប្រើ magic ប្រើអីចឹងទៅដល់ទៅពេលទៅជា common gender គឺ magic user ឬក៏យើងអាចនិយាយថា magician magicians នេះគឺអ្នកដែលចេះនៅ magic អ្នកដែលប្រើនៅ magic ហ្នឹងឯងសម្រាប់ពាក្យទី16របស់យើងគឺ groom groom នេះគឺយើងប្រែថាកូនកំលោះហើយដល់ទៅពេលទៅជា feminine gender គឺយើងមានពាក្យថា bride bride នេះគឺប្រែថាកូនក្រមុំហើយដល់ពេលពាក្យដែលជា common gender ដែលយើងមិនអាចកំណត់ភេទបានគឺ newlywed អញ្ចឹង newlywed នេះគឺមានន័យថាគូស្វាមីដែលរៀបអាពាហ៍ពិពាហ៍ថ្មីថ្មីយើងមិនដឹងថាជាភេទប្រុសឬក៏ជាភេទស្រីនោះទេវាមានម្នាក់នៅក្នុងចំណោមទាំងពីរនេះវាអាចជា bride ក៏វាអាចជា groom យើងមិនប្រកាសសម្រាប់ពាក្យទី17គឺ policeman policeman គឺប៉ូលីសដែលជាបុរសក៏ប៉ុន្តែ police woman ដែលជា feminine gender គឺប៉ូលីសដែរក៏ប៉ុន្តែជាភេទស្រីដល់ពេល police officer គឺយើងមិនដឹងទេថាជាភេទប្រុសឬក៏ភេទស្រីមកដល់ពាក្យបន្ទាប់ទៀតគឺពាក្យទី18នៅក្នុង column masculine gender គឺយើងមានពាក្យថា businessman businessman គឺអ្នកជំនួញដែរប៉ុន្តែជាភេទប្រុសដល់ទៅពេលអ្នកជំនួញដែលជាភេទស្រីគឺ business woman អញ្ចឹងជា feminine gender ដល់ពេលដែលយើងនិយាយពាក្យថា entrepreneur entrepreneur គឺយើងមិនដឹងថាជាភេទប្រុសឬក៏ភេទស្រីនោះទេហើយយើងប្រែថាជាសហគ្រិនអញ្ចឹងសហគ្រិនជាអ្នកជំនួញជាអ្នកជួញដូរជួញប្រែអីហ្នឹងក៏ប៉ុន្តែយើងមិនដឹងថាជាភេទប្រុសឬក៏ភេទស្រីនោះទេក៏ប៉ុន្តែបើសិនជាយើងនិយាយថា business woman គឺយើងច្បាស់តែម្ដងដឹងថាសហគ្រិនហ្នឹងគឺជាភេទស្រីបើយើងនិយាយថា businessman គឺយើងដឹងច្បាស់តែម្ដងថាសហគ្រិនហ្នឹងគឺជាភេទប្រុសអញ្ចឹងទៅឬក៏អ្នកជំនួញជាភេទប្រុសអញ្ចឹងទៅសម្រាប់ពាក្យទី19របស់យើងគឺ salesman salesman ហ្នឹងគឺជាអ្នកលក់ដូរក៏ប៉ុន្តែជាភេទប្រុសឬក៏យើងនិយាយថាអាជីវករអញ្ចឹងណាសម្រាប់អ្នកលក់ដែលជាភេទស្រីគឺយើងនិយាយថា sales woman អញ្ចឹង sales woman គឺជាអ្នកលក់ដែលជាភេទស្រីអញ្ចឹងនៅខាងស្នាមដៃរបស់យើងដែលជា common gender គឺយើងនិយាយថា sales person អញ្ចឹង sales person គឺវាអាចជា sales woman ក៏វាអាចជា salesman យើងមិនប្រកាសថាមួយណានោះទេសម្រាប់ពាក្យទី20របស់យើងគឺ chairman ហើយដល់ពេលទៅជា feminine gender គឺ chairwoman ហើយដល់ពេលទៅជា common gender គឺ chairperson គឺយើងមិនអាចកំណត់ភេទថាមួយណាបាននោះទេនៅក្នុងចំណោមពីរនេះសម្រាប់ពាក្យទី21គឺ steward steward ហ្នឹងគឺជាអ្នកបម្រើដែលធ្វើការនៅលើយន្តហោះក៏ប៉ុន្តែជាភេទប្រុសជា masculine ដល់ពេលយើងនិយាយអំពីភេទស្រីគឺយើងមាន stewardess អញ្ចឹង stewardess នេះគឺអ្នកធ្វើការនៅលើយន្តហោះប៉ុន្តែជាភេទស្រីអញ្ចឹងទៅដល់ពេលដែលយើងនិយាយអំពី flight attendant គឺមានន័យថាក្តោបទាំងអស់ទាំង steward ទាំង stewardess ហើយនិង steward ក៏ប៉ុន្តែយើងមិនប្រកាសថាភេទមួយណានោះទេវាអាចជា stewardess ឬក៏វាអាចជា steward សម្រាប់ពាក្យទី22របស់យើងគឺ poet poet នឹងគឺអ្នកដែលថ្មែងមានន័យថាអ្នកតែងកំណាព្យនឹងឯងថ្មែងដល់ពេលទៅជា poetess ថ្មែងដែរអ្នកតែងដែរក៏ប៉ុន្តែអ្នកដែលតែងកំណាព្យដែលជាភេទស្រីអញ្ចឹងទៅដល់ពេលដែលយើងនិយាយអំពី common gender គឺ writer សម្រាប់ពាក្យទី23របស់យើងគឺ fisherman fisherman អ្នកស្ទូចត្រីប៉ុន្តែជាភេទប្រុសដល់ពេល fisher woman អ្នកស្ទូចត្រីដែរក៏ប៉ុន្តែជាភេទស្រីដល់ពេល fisher គឺយើងមិនអាចកំណត់បានថាជាភេទមួយណានោះទេដឹងតែអ្នកស្ទូចត្រីតែប៉ុណ្្នឹងឯងសម្រាប់ពាក្យទី24គឺ craftsman នេះគឺសិប្បករដែលជាភេទប្រុសណាដល់ពេលយើងនិយាយជា craftswoman ជា feminine gender គឺ
និយាយសំដៅទៅលើសិប្បករដែរប៉ុន្តែជាភេទស្រីអញ្ចឹងដល់ពេលទៅជា common gender គឺយើងនិយាយថា artisan នេះគឺជាសិប្បករនឹងឯងក៏ប៉ុន្តែយើងមិនច្បាស់ថាជាសិប្បករដែលជាភេទស្រីឬក៏ជាសិប្បករដែលជាភេទប្រុសនោះទេក៏ប៉ុន្តែវាអាចមានមួយនៅក្នុងចំណោមនឹងអញ្ចឹងទៅសម្រាប់ពាក្យទី25របស់យើងគឺ author នេះគឺអ្នកនិពន្ធហើយដល់ពេល authoress នេះគឺអ្នកនិពន្ធដែរប៉ុន្តែជាភេទស្រីអញ្ចឹងទៅហើយដល់ពេលទៅជា common gender ដែលជាភេទទូទៅគឺ writer សម្រាប់ពាក្យទី26ចឹង God សម្រាប់ព្រះជាម្ចាស់ហ្នឹងក៏មានជាភេទស្រីឬក៏ភេទប្រុសទៅដែរចឹង God ទៅជា goddess ទៅជា deity តមកទៀតគឺ fireman ចឹង fireman ប្រែថាអ្នកពន្លត់អគ្គីភ័យប៉ុន្តែជាភេទប្រុសអញ្ចឹង firewoman គឺអ្នកពន្លត់អគ្គីភ័យប៉ុន្តែជាភេទស្រីដល់ពេល firefighter គឺយើងមិនអាចកំណត់ភេទបានទេយើងមិនដឹងថាជា fireman ឬក៏ firewoman នោះទេសម្រាប់ពាក្យទី28គឺ schoolboy មានន័យថាសិស្សដែរក៏ប៉ុន្តែជាសិស្សសាលាដែលជាភេទបុរសជាប្រុសប៉ុន្តែដល់ពេលដែលយើងនិយាយអំពី school girl គឺមានន័យថាសិស្សដែរឬក៏សិស្សសាលាដែរប៉ុន្តែជាសិស្សស្រីដល់ពេលដែលយើងនិយាយថា student ឬក៏ pupil គឺយើងមិនអាចកំណត់ភេទបាននោះទេយើងមិនដឹងថាជា school girl ឬក៏ school boy នោះទេអញ្ចឹងវាអាចមានពីរនៅក្នុងចំណោមហ្នឹងសម្រាប់ពាក្យទី29គឺ man servant អញ្ចឹង servant នេះគឺអ្នកបម្រើដែរប៉ុន្តែជាភេទបុរសដែលជាភេទប្រុសឬក៏យើងនិយាយថា masculine gender របស់យើងនៅខាងលើនេះហើយមួយទៀតយើងអាចជា maid servant អញ្ចឹង maid servant គឺជាអ្នកបម្រើដែរប៉ុន្តែជាភេទស្រីហើយសរុបទាំងពីរហ្នឹងបើទៅជា common gender វិញទៅជា house staff អីចឹងទៅអញ្ចឹង house staff អ្នកធ្វើការឬក៏អ្នកបម្រើនៅក្នុងផ្ទះប៉ុន្តែយើងមិនអាចកំណត់ភេទបានក៏យើងមិនដឹងថាជាភេទប្រុសឬក៏ភេទស្រីសម្រាប់ពាក្យចុងក្រោយនៃការសិក្សាឬក៏ប្រៀបធៀបទៅលើភេទទាំង3របស់យើងគឺ male man អញ្ចឹង male សម្បុត្រ man បុរសអញ្ចឹងបុរសអ្នករត់សម្បុត្រ male woman នេះគឺអ្នករត់សម្បុត្រដែរប៉ុន្តែជាភេទស្រីអញ្ចឹងទៅអញ្ចឹងទាំងពីរហ្នឹងបើយើងនិយាយអំពី common gender គឺយើងហៅថា male carrier អញ្ចឹងបើយើងនិយាយថា male carrier យើងមិនអាចកំណត់ភេទបានទេមែនទេយើងមិនដឹងថាជា male woman ឬក៏យើងមិនដឹងថាជា male man នោះដែរអញ្ចឹងសរុបឲ្យខ្លីមកនេះគឺជាវីដេអូចុងក្រោយដែលយើងសិក្សាអំពីប្រភេទរបស់ gender ហើយមែនទេទៅ gender គឺយើងបាននិយាយរួចមកហើយគឺយើងមានរហូតដល់ទៅ4មែនអត់គឺ masculine gender ភេទប្រុសហើយ feminine gender ជាភេទស្រី common gender គឺជាភេទទូទៅមិនអាចកំណត់បានថាជាភេទប្រុសឬក៏ភេទស្រីនោះទេក៏ប៉ុន្តែយើងនិយាយសំដៅទៅលើមនុស្សឬក៏សត្វមានន័យថារបស់មានជីវិតក៏ប៉ុន្តែនៅមានភេទមួយទៀតចុងក្រោយដែលខ្ញុំមិនបានយកមកប្រៀបធៀបអីនោះទេដោយសារតែយើងមិនដឹងថាប្រៀបធៀបវាតាមណាដោយសារតែវាជាភេទ nerd ទៅហើយអញ្ចឹងភេទ neuter gender ដែលយើងបានរៀនកាលពីវីដេអូមុននោះនឹងគឺជានាមមួយប្រភេទដែលនិយាយសំដៅអំពីវត្ថុឬក៏របស់គ្មានជីវិតអញ្ចឹងបានយើងហៅវាថាជា neuter gender នឹងឯងអញ្ចឹងក៏សូមជម្រាបផងដែរថារាល់ slide ឬក៏ឯកសារអ្វីដែលបានដកស្រង់ចេញមកហើយនឹងរៀបរៀងជាមេរៀនដែលបង្រៀនតាមរយៈវីដេអូនេះខ្ញុំនឹងព្យាយាមចែករំលែកតាមអ្វីដែលអាចធ្វើទៅបានគឺខ្ញុំនឹងបង្កើត drive មួយហើយនឹងទម្លាក់ link នៅក្នុង YouTube description អញ្ចឹងយើងអាចចូលទៅមើលនៅក្នុង YouTube ទៅហើយយើងនឹងឃើញ link នៅក្នុង description ហើយយើងអាចចុចចូលទៅក្នុង Drive ហើយធ្វើការទាញយកទៅលើឯកសារទាំងអស់នឹងបានគឺខ្ញុំនឹងព្យាយាម upload ចូលទាំងអស់តែទៅនឹង slide ឬក៏ដូចជាមេរៀនឬក៏អ្វីដែលខ្ញុំបានរៀបរៀងហើយនឹងចែករំលែកទៅតាមរយៈការផលិតនៅវីដេអូនេះហើយសម្រាប់ឈ្មោះនៅ YouTube channel ក៏មិនខុសគ្នាដែរគឺ Parklist Tips នឹងឯងយើងអាចវាយទៅហើយនឹងឃើញហើយ channel មួយហ្នឹងអញ្ចឹងសម្រាប់វីដេអូរបស់យើងដែលសិក្សាទៅលើ list of gender of noun គឺសូមបញ្ចប់តែត្រឹមនេះអរគុណបាយបាយ